ទាំងអស់គ្នាឈប់ជឿទៅលើវាសនាទៀតទៅគ្មានវាសនាណាមកកំណត់ថាយើងមានឬក៏យើងក្រឬក៏យើងមានអត្តចរិតបែបនេះឬក៏វាសនារបស់យើងបែបនោះយើងរស់នៅក្នុងស្ថានភាពបែបនេះបែបនោះឬក៏ជីវភាពរបស់យើងលំបាកឬក៏សន្តិសុខស្រួលឈប់ជឿទៅលើរឿងទាំងអស់ហ្នឹងទៀតទៅមនុស្សយើងអត់អាចជ្រើសរើសកន្លែងកើតបានប៉ុន្តែយើងពិតជាអាចជ្រើសរើសជីវភាពនិងស្ថានភាពជីវិតដែលយើងចង់បានពិតប្រាកដរឿងទាំងអស់នោះវាសនាទាំងអស់នោះឬក៏ស្ថានភាពដែលយើងមានបច្ចុប្បន្នហ្នឹងវាកើតឡើងដោយសារតែអត្តចរិតរបស់យើងផ្នត់គំនិតរបស់យើងទម្លាប់ដែលយើងធ្វើសកម្មភាពរាល់ថ្ងៃហើយនឹងបរិយាកាសដែលយើងរស់នៅរាល់ថ្ងៃហ្នឹងហើយមួយទៀតគឺមនុស្សដែលយើងខ្សែប្រគប់ហ្នឹងក៏យើងត្រូវមើលដែរអញ្ចឹងកត្តាទាំងអស់ហ្នឹងវាបានចូលរួមចំណែកក្នុងការដែលធ្វើឲ្យជីវិតយើងស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្នរបស់យើងនេះយើងដឹងហើយថាអ្វីដែលយើងមានរាល់ថ្ងៃវាកើតឡើងពីការសម្រេចចិត្តរបស់យើងកាលពីម្សិលមិញកាលពីសប្តាហ៍មុនកាលពីខែមុនកាលពីឆ្នាំមុនវាសិតតែជះឥទ្ធិពលមកកាន់ជីវិតរបស់យើងបច្ចុប្បន្ននេះហើយមួយទៀតទម្លាប់ប្រចាំថ្ងៃរបស់យើងរាល់ថ្ងៃពេលខ្លះយើងអត់បានចាប់អារម្មណ៍ទេយើងធ្វើរឿងអត់ប្រយោជន៍ច្រើនឬក៏ចំណាយពេលអត់បានការច្រើនក៏វាខ្ជះខ្ជាយដែរវាខ្ជះខ្ជាយហើយវាធ្វើឲ្យអារម្មណ៍របស់យើងហ្នឹង stress កាន់តែច្រើនមានអារម្មណ៍ថាខ្លួនឯងអត់បានការយើងដែលមានអារម្មណ៍ហ្នឹងអត់វាកើតឡើងពីទម្លាប់ប្រចាំថ្ងៃហ្នឹងហើយវាជះឥទ្ធិពលទៅលើស្ថានភាពជីវិតរបស់យើងរាល់ថ្ងៃហ្នឹងដែរអញ្ចឹងយើងឆែកមើលខ្លួនឯងមើលហើយជប់បន្ទោសអ្នកនេះអ្នកនោះជប់បន្ទោសវាសនាជប់បន្ទោសគ្រួសារតែអ្វីដែលយើងត្រូវឆែកមើលហើយត្រូវកត់សម្គាល់ឲ្យបានកាន់តែខ្លាំងគឺខ្លួនឯងប្រចាំថ្ងៃហ្នឹងអត្តចរិតមិនដែរហើយផ្នត់គំនិតមិនដែរហើយមិត្តភ័ក្តិដែលយើងរាប់អានរាល់ថ្ងៃហ្នឹងភាគច្រើនជាមនុស្សបែបណាគិតវិជ្ជមានឬក៏គិតអវិជ្ជមានធម្មតាបើយើងខ្សែគប់បែបណាជីវិតរបស់យើងអាចនឹងស្តៀងអ្នកដែលយើងខ្សែគប់ហ្នឹងអញ្ចឹងចូលប្រយ័ត្នប្រយែងជាមួយនឹងជីវិតខ្លួនឯងកុំបដែតបដោយពេកព្រោះអីពេលវេលាដែលចាំមនុស្សឯងមានតែមនុស្សរងចាំពេលវេលាយើងបាត់1នាទី2នាទីប្រចាំថ្ងៃដែលយើងធ្វើរឿងអត់ប្រយោជន៍ហ្នឹងស្មើយើងខាតបង់ជីវិតទៅធ្វើរឿងអីដែលមិនបានផលតបស្នងឲ្យយើងរីកចម្រើនមកវិញឡើងឯងអញ្ចឹងសូមភ្ញាក់ខ្លួនឡើងហើយចាប់ផ្ដើមពិនិត្យមើលទាំងអស់គ្នា